ផ្លែភ្ញៀវអាចព្យាបាលពោះចឹកភ្ញៀវគឺជាផ្លែឈើរាងមូលសម្បកពណ៌លឿងមានរសជាតិជូរអែមនិងមានលក់ស្ទើរគ្រប់រដូវក្រៅពីផ្លែដែលគេអាចប្រើធ្វើជាអាហារនិងថ្នាំស្លឹកឬនិងគ្រាប់របស់វាសុទ្ធតែអាចប្រើជាថ្នាំបានទាំងអស់នៅក្នុងគ្រាប់ភ្ញៀវមានជាតិប្រេងដល់ទៅ53ពីសម្បកស្រោបពីក្រៅផ្លែមានប្រេងក្រអូបប្រហើរស្លឹកមានសារធាតុប្រភេទហ្វីណុលអាស៊ីតអាមីណូអែសំបករុំស្រោបដើមនិងឫសមានសារធាតុចម្ពោះអាល់ខាឡុយដជាច្រើនប្រភេទស្លឹកមានរសជាតិហឹរត្រជាក់មានគុណសម្បត្តិព្យាបាលផ្ដាសាយក្អកគ្រុនចាញ់និងបញ្ចុះទឹកនោមផ្លែអាចរើជាឱសថជួយរំលាយអាហាររំលាយស្លេស្មៃព្យាបាលអាការអាហារមិនរលាយហាមពោះមិនដើរខ្យល់ស្លេស្មៃច្រើនហឺតឬរបស់វាព្យាបាលអាការឈឺពោះក្នុងខណៈដែលគ្រាប់របស់វាជួយព្យាបាលការចុកចាប់និងជំងឺក្រពះតាមក្បួនតម្រាឱសថភ្ញៀវត្រូវបានគេទៅធ្វើជាថ្នាំដូចទៅនេះការពារជំងឺផ្ដាសាយយកស្លឹកភ្ញៀវ2-5 គីឡូក្រាមដាក់ស្ងោរក្នុងទឹក24លីត្រស្ងោររំងាស់ទាល់តែទឹកនៅសល់8លីត្រហើយយកទៅត្រងយកទឹកទុកមួយឡែកបន្ទាប់មកចាក់ទឹក24លីត្រទៀតចូលស្ងោរជាមួយស្លឹកដែលស្ងោររួចម្ដងហើយរំងាស់ទាល់តែនៅសល់ទឹក8លីត្រដូចគ្នាហើយត្រងយកទឹកដូចគ្នាដែរយកទឹកដែលត្រងបានទាំងពីរលើកនេះចាក់បញ្ចូលគ្នាហើយយកទៅដាំរងាស់ទាល់តែនៅសល់ទឹក8លីត្រចុងក្រោយចូលរកថ្នាំការពារមិនឲ្យភ្លាមដាក់ចូលទៅក្នុងទឹកថ្នាំស្លឹកទំពាំងបាយជូរសម្រាប់ប្រើទុកជាថ្នាំទទួលទានដោយមនុស្សធំត្រូវផឹកម្ដង30 cc មួយថ្ងៃ3ដងចំណែកកូនក្មេងផឹកពាក់កណ្ដាលមនុស្សស្ថុំបានហើយដោយផឹក3ដងក្នុងមួយថ្ងៃដូចគ្នាដែរថ្នាំនេះគួរទទួលទានជាប់គ្នា3-5មួយថ្ងៃវាអាចការពារជំងឺផ្ដាសាយបានយ៉ាងល្អនិងអាចប្រើថ្នាំនេះដើម្បីព្យាបាលជំងឺគ្រុនចាញ់ទៀតផងគេអាចប្រើស្លឹកភ្ញៀវស្ងួត5-4 ក្រាមដាំទឹកផឹករាល់ថ្ងៃក៏បានឈឺក្រពះឈឺភ្ញើយកផ្លែភ្ញៀវទៅហាលឲ្យស្ងួតចំនួន10គ្រាប់ហើយដាំទឹកពិសាបើពុំដូច្នេះទេអាចប្រើសម្បុកឫសរបស់វា30-60 ក្រាមស្ងោរត្រងយកទឹកលាយជាមួយស្រាផឹកក៏បានព្យាបាលជំងឺខ្លួនលូនហឺនីឬសភ្ញៀវ60 ក្រាមស្ងោរលាយជាមួយជីរង្កាម15ក្រាមត្រងយកតែទឹកលាយជាមួយស្រាទទួលទាននងពេលក្តៅវ៉ុនមួយថ្ងៃ2ដងឈឺពោះឈឺក្រពះគ្រាប់ភ្ញៀវស្រស់60 ក្រាមស្ងោរយកទឹកទទួលទានពោះមានពីស្ចិតឆ្កែឆ្កួតខាមស្លឹកភ្ញៀវស្រស់60 ក្រាមចំហុយឬហាលថ្ងៃឲ្យស្ងួតបុកឲ្យល្អិតចាក់ស្រាចូលបន្តិចហើយយកទៅស្ងោរលើភ្លើងតិចរួចរំលែកទទួលទាន2ដងក្នុងមួយថ្ងៃក្នុងពេលកំពុងក្តៅវ៉ុនចំណែកកាករបស់វាអាចយកទៅបិទលើស្នាមរបួសឬដំបៅបានឈឺពោះបណ្ដាលមកពីព្រូនមូលផ្លែភ្ញៀវស្ងួត18ក្រាមបើផ្លែស្រស់60 ក្រាមស្ងោរយកទឹកពិសាក្នុងពេលពោះនៅទំនេរមិនទាន់ពិសាអ្វី